ប្រទេសទូចទាំង10នៅទ្វីបអាស៊ីនៅក្នុងវីដេអូនេះ admin សូមលើកយកប្រទេសដែលមានផ្ទៃដីទូចជាងគេបង្អស់នៅទ្វីបអាស៊ីចង់ដឹងថាមានប្រទេសណាខ្លះនោះតោះយើងទៅតាមដានទស្សនាវីដេអូនេះជាបន្តទាំងអស់គ្នាទី1ប្រទេស Maldives មានផ្ទៃដីចំនួន 2978 គីឡូម៉ែត្រការ៉េទី2ប្រទេសសិង្ហបុរីមានផ្ទៃដីចំនួន 7357 គីឡូម៉ែត្រការ៉េទី3ប្រទេសបារ៉ែនមានផ្ទៃដីចំនួន 7865 គីឡូម៉ែត្រការ៉េទី4ប្រទេសព្រុយណេមានផ្ទៃដីចំនួន 5765 គីឡូម៉ែត្រការ៉េទី5ប្រទេសប៉ាឡេស្ទីនមានផ្ទៃដីចំនួន 6020 គីឡូម៉ែត្រការ៉េទី6ប្រទេសសៃព្រីសមានផ្ទៃដីចំនួន 9251 គីឡូម៉ែត្រការ៉េទី7ប្រទេសលីបង់មានផ្ទៃដីចំនួន 10452 គីឡូម៉ែត្រការ៉េទី8ប្រទេសកាតាមានផ្ទៃដីចំនួន 11581 គីឡូម៉ែត្រការ៉េទី9ប្រទេសទីម៉័រខាងកើតមានផ្ទៃដីចំនួន 17007 គីឡូម៉ែត្រការ៉េទី10ចុងក្រោយគេប្រទេសគូវេតមានផ្ទៃដីចំនួន 17818 គីឡូម៉ែត្រការ៉េសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់